រឿងស្រមោចជួយធ្វើការមានរឿងដំណាលថាលោកចៅហ្វាយក្រុងម្នាក់មានកូនពីរនាក់កូនបងជាកូនស្រីបង្កើតឯកូនប្អូនជាក្មេងប្រុសតូចដែលគាត់រើសមកចិញ្ចឹមនិងស្រឡាញ់ទុកដោយកូនបង្កើតរបស់ខ្លួនដែលមានឈ្មោះថាកុមារបញ្ញាកូនស្រីបានស្រឡាញ់គ្នាជាមួយជាងឈើដែលមានថ្វីដៃល្អវិចិត្រម្នាក់តែលោកចៅហ្វាយក្រុងមិនព្រមឲ្យពួកគេរៀបការជាមួយគ្នានោះទេព្រោះបុរសម្នាក់នោះក្រីក្រហើយមានជីវភាពជាជាងឈើធម្មតាប៉ុណ្ណោះមិនស័ក្តិសមនឹងឋានៈរបស់គាត់ឡើយប៉ុន្តែអ្នកកំឡោះនោះពុំបោះបង់សេចក្តីស្នេហារបស់គេឡើយគេខំរកចាស់ទុំឲ្យជួយចូលស្ដីដណ្ដឹងកូនស្រីលោកចៅហ្វាយក្រុងដោយខ្លាចត្រូវគេរិះគន់ថាជាមន្ត្រីប្រកាន់វណ្ណៈទើបចៅហ្វាយក្រុងយកព្រមលើកកូនឲ្យតែលុះត្រាជាងឈើនោះមានបណ្ណាការឲ្យគ្រប់ចំនួនតាមការបង្គាប់របស់លោកឮដូច្នេះអ្នកកំឡោះខិតខំសន្សំលុយកសាងឋានៈដោយលំបាកលំបិនរហូតមានប្រាក់គ្រប់គ្រាន់សម្រាប់ឲ្យថ្លៃបណ្ណាការតាមដែលលោកចៅហ្វាយក្រុងទាមទារប៉ុណ្ណឹងហើយលោកចៅហ្វាយក្រុងនៅតែរកលេសថ្មីទៀតដោយបង្គាប់ទៅជាងឈើថាឮល្បីថាឯងជាជាងឈើពូកែមែនទេដូច្នេះយើងចង់ឲ្យឯងសង់ផ្ទះមួយខ្នងសម្រាប់ឯងនិងកូនស្រីយើងទុកពេលឲ្យឯង3ខែក្នុងការសាងសង់ផ្ទះនេះឲ្យរួចស្រេចប៉ុន្តែឯងត្រូវធ្វើតែម្នាក់ឯងគត់ហាមមិនឲ្យមានអ្នកដទៃមកជួយជាដាច់ខាតហើយផ្ទះនេះត្រូវមានបន្ទប់ដេកចំនួន10ដើម្បីឲ្យស័ក្តិសមនឹងឋានៈកូនស្រីរបស់ចៅហ្វាយក្រុងតើឯងធ្វើបានដែរឬទេខ្ញុំអាចធ្វើបានអ្នកកំឡុងទទួលពាក្យយ៉ាងម៉ឺងម៉ាត់បន្ទាប់ពីនោះមកអ្នកកំឡុះខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសាងសង់ផ្ទះឲ្យរួចរាល់តាមការកំណត់ដោយមិនឲ្យនរណាមកជួយទៅតាមការសន្យាជាមួយលោកចៅហ្វាយក្រុងនោះមែនដោយសេចក្តីព្យាយាមពុះពៀអស់ពីកម្លាំងកាយចិត្តនៅទីបំផុតកំឡោះយើងបានសាងសង់ផ្ទះរួចរាល់តាមការកំណត់មែនគ្រាន់តែសង់រួចស្រេចបានភ្លាមគេក៏ដួលសន្លប់ក្រឹបតែម្ដងដោយសារតែភាពនឿយហត់ខ្លាំងពេកលោកចៅហ្វាយក្រុងដឹងដំណឹងនេះក៏ដើរមកមើលផ្ទះសាងសង់ថ្មីដោយចម្លែកចិត្តមិននឹកស្មានថាអ្នកកំឡោះនេះបានធ្វើរួចតាមការកំណត់ដូចនេះទេចៅហ្វាយក្រុងក៏សួរទៅទាហានដែលបានបញ្ជូនមកខ្លំមើលកំឡោះនោះតើមានអ្នកដទៃជួយដែរឬទេទាហាននោះបានអះអាងថាអ្នកកំឡោះនោះពិតជាធ្វើតែម្នាក់ឯងមែនអេនេះជាសម្បុកស្រមោចទេតើចៅហ្វាយក្រុងអូទៀននៅពេលដែលបានឃើញស្រមោចដើរជាជួរនៅក្នុងផ្ទះទើបតែសាងសង់ហើយថ្មីនេះតាមពិតទៅអ្នកកំឡោះនេះឲ្យស្រមោចមកជួយធ្វើការងារវាសោះអញ្ចឹងបានជាវាសាងសង់ផ្ទះបានលឿងដល់ម្លឹងយើងនឹងមិនលើកកូនឲ្យទៅមនុស្សដែលមិនគោរពពាក្យសន្យាដូចនេះឡើយលោកចៅហ្វាយក្រុងស្រែកឡូឡាចាប់អ្នកកំឡោះនោះថាក្បត់ពាក្យសន្យាដែលលួចឲ្យស្រមោចមកជួយធ្វើការពេលជាងឈើដល់កំសត់ភ្ញាក់ឡើងដឹងពីហេតុការណ៍ដែលកើតឡើងនោះគេក៏ធ្លាក់ខ្លួនឈឺម្ដងទៀតចំណែកកូនស្រីរបស់លោកចៅហ្វាយក្រុងក៏យំទួញសោកមិនឈប់ឈរព្រោះតែនឹកអាណិតដល់បុរសម្នាក់នោះបញ្ញាដែលជាកូនចិញ្ចឹមសំណប់ចិត្តរបស់លោកចៅហ្វាយក្រុងមានចិត្តអាណិតអាសូរកំឡោះក្រមុំមួយគូនេះខ្លាំងពេកគេក៏ទៅជួបបុរសជាជាងឈើនោះហើយសន្យាថានឹងជួយឲ្យពួកគេទាំងពីរនេះបានរួមរស់នៅជាមួយគ្នាសមតាមដូចក្តីប្រាថ្នាដោយស្នើឲ្យអ្នកកំឡោះប្រឹងមើលថែខ្លួនរងចាំថ្ងៃរៀបការលុះត្រឡប់មកដល់ផ្ទះវិញកុមារបញ្ញាបានឲ្យគេយកសម្បុកស្រមោចជាច្រើនមកដាក់ពេញផ្ទះទាំងបន្ទប់ដេកបន្ទប់ប្រជុំនិងបន្ទប់ទទួលភ្ញៀវរបស់ចៅហ្វាយក្រុងធ្វើឲ្យគ្រប់ទីកន្លែងទាំងអស់មានសុទ្ធតែស្រមោចពេលត្រឡប់មកពីធ្វើការវិញលោកចៅហ្វាយក្រុងឃើញសុទ្ធតែស្រមោចពេញក្នុងផ្ទះហើយមនុស្សម្នាក្នុងផ្ទះកំពុងតែរកវិធីកម្ចាត់ស្រមោចទាំងអស់នោះចេញតែកុមារបញ្ញាបែរជាទះដៃហាមគ្រប់គ្នាមិនឲ្យកម្ចាត់ទៅវិញស្រមោចទាំងអស់នេះមកជួយធ្វើការយើងទេកុំធ្វើបាបពួកវាអីចៅបញ្ញាស្រែកហាម
តើបចៅហ្វាយក្រុងចូលទៅសួរនាំរកមូលហេតុនៃរឿងដែលកើតឡើងហើយក៏បានដឹងថានេះជាស្នាដៃរបស់កុមារបញ្ញាដែលនាំយកស្រមោចទាំងអស់នេះមកប្រឡែងពេញផ្ទះបញ្ញាមកនេះលោកចៅហ្វាយក្រុងហៅកូនមកចិត្តដោយកំហឹងលោកពុកមកដល់អញ្ចឹងប្រសើរហើយសូមលោកពុកជួយហាមពួកគេផងពួកគេកំពុងតែសម្លាប់ស្រមោចទាំងអស់នេះហើយពួកវាខំជួយពួកយើងធ្វើការសោះនឹងហើយចុះពួកវាកំពុងតែជួយយើងជួសជុលផ្ទះយើងណាកុមារបញ្ញាចង្អុលទៅស្រមោចដែលវាជាជួរនៅលើសសរផ្ទះនរណាថាស្រមោចមកជួយធ្វើការស្រមោចឈួតពីណាជួយធ្វើការកើតលោកចៅហ្វាយក្រុងនិយាយដោយកំហឹងយ៉ាងខ្លាំងជាអ្នកនិយាយខ្លួនឯងតែថាស្រមោចអាចជួយធ្វើការងារផ្ទះបាននោះមើលតែជាងឆានោះទៅដឹងហើយស្រមោចជួយសង់ផ្ទះគាត់រហូតដល់រួចរាល់ដូច្នេះបើស្រមោចអាចជួយសង់ផ្ទះបានពិតមែនវាមកតែជាអាចជួយធ្វើការងារគ្រប់យ៉ាងបានមិនខានទេពុកអញ្ចឹងបានជាខ្ញុំយកស្រមោចមកឲ្យជួយការងារនៅទីនេះវានឹងបានជួយពុកធូរស្រាលពីការងារខ្លះដោយមិនចាំបាច់ជួលអ្នកបម្រើមកធ្វើការនោះទេកុមារបញ្ញានិយាយដូចមែនតែនលោកចៅហ្វាយក្រុងស្ដាប់ឮដូច្នេះក៏ព្រមចោះចាញ់ហេតុផលរបស់កូនតែព្រមឲ្យកូនស្រីរៀបការជាមួយកំឡោះនោះទៅសម្រាប់គតិអប់រំក្នុងរឿងនេះមនុស្សដែលប្រើល្បិចកោះដើម្បីបោកប្រាស់អ្នកដទៃទីបំផុតមកតែចាញ់កោះរបស់ខ្លួនដោយខ្លួនឯងជានិច្ច